ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាពិសេសបងប្អូនប្រជាកសិករដែលធ្វើបន្លែនិងដំណាំបាទថ្ងៃនេះខ្ញុំមានបាទកន្លឹះមួយបានន័យថាបទពិសោធន៍នៃការបរាជ័យបងប្អូនបាទខ្ញុំឆ្នាំនេះខ្ញុំបរាជ័យច្រើនទៅលើដំណាំពុទ្រាបងប្អូននិងទឹកបែកអីបាទហើយខ្ញុំជឿជាក់ថាកសិករមួយចំនួនគាត់មិនដែលបង្ហាញពីអភិបរាជ័យជូនមកបងប្អូនទេតែថ្ងៃនេះខ្ញុំសូមបង្ហាញអភិបរាជ័យរបស់ខ្ញុំមួយបាទការបរាជ័យរបស់ខ្ញុំគឺដោយសារកត្តាខ្លួនឯងផ្ទាល់តែម្ដងខ្វះការយល់ដឹងបាទនិងចំណេះដឹងទៅលើការប្រើប្រាស់ដោយសារខ្ញុំបានទិញបាទឧបករណ៍មួយបាទបងប្អូនជាកសិករបងប្អូនស្គាល់តើនេះគឺជាអ្វីបាទនេះគឺជាស្នែស្រាំងឬក៏អន្ទាក់ស្រាំងបងប្អូនខ្ញុំបានទិញឧបករណ៍នេះយកមកប្រើអកម៉ូនមកប្រើបងប្អូនណាតាក់សត្វស្រាំងដែលទឹកផ្លែពុទ្រាសត្រូវខាងបំផុតគឺប្រភេទស្រាំងបងប្អូនមើលបាទនេះសត្វស្រាំងទាំងអស់នេះគឺសត្វប្រភេទកតាសត្វយ៉ាងណាបាទបរាជ័យដោយសារការប្រើប្រាស់ទៅលើផលិតផលនេះមិនមែនមានន័យថាផលិតផលនេះវាអត់មានគុណភាពទេការផលិតផលនេះគឺជាផលិតផលដែលល្អបាទអាចទាក់ទាញសត្វស្រាំងបានច្រើនប៉ុន្តែអ្វីដែលជាការខុសហើយនាំអបរាជ័យគឺកំហុសរបស់ខ្ញុំផ្ទាល់តែម្ដងដោយសារខ្ញុំបានយកអន្ទាក់ស្រាំងណាបងប្អូនយកមកដាក់នៅក្នុងចកាបងប្អូនដាក់នៅក្នុងចកាអញ្ចឹងដូចជាយើងហៅសត្វស្រាំងនេះឲ្យមកនៅក្នុងចកាយើងអញ្ចឹងបងប្អូនណាអញ្ចឹងឧទាហរណ៍បើសិនណាជាបងប្អូនមានបំណងចង់ប្រើបងប្អូនហាមផ្ដាច់មិនត្រូវយកខ្សែស្រាំងនេះយកមកដាក់នៅក្នុងចកាដែរបងប្អូនដាក់យ៉ាងហោចណាស់ឲ្យបាន50ម៉ែត្រពីចកាដាក់ខាងលើខ្យល់បងប្អូនឧទាហរណ៍ដូចជាការនៅកន្លែងនេះគឺយើងដាក់នៅខាងឲ្យឆ្ងាយពីចកា50ម៉ែត្រយ៉ាងតិចទៅអញ្ចឹងស្រាំងនេះវានឹងទៅរកស្នែនេះហើយវាអត់ចូលចកាប៉ុន្តែកំហុសរបស់ខ្ញុំគឺខ្ញុំយកមកដាក់នៅចកាបានន័យថាហាលស្រាំងឲ្យចូលនៅចកាតែម្ដងបងប្អូននេះចិត្តពេញមួយដបបងប្អូនមិនតិចនេះមិនមែនតែមួយដបទេបងប្អូន15ដបបាទ